នេះហា fan page របស់កូនហេង Shooty ទាំងអស់គ្នាជួយចុច like ចុច subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ដើម្បីមើលរឿងផ្ដើមស្នេហ៍ក្នុងបង្គន់មើលរឿងចាប់ fan ជាទីស្រឡាញ់របស់ admin អ្នកនរគ្នានេះគឺជាសង្សាររបស់ទូស្រីបានក្បត់ផិតជាមួយនឹងប្អូនចុងរបស់គាត់នាងនីងយ៉ាវហើយបរិះម្នាក់នេះណាគឺជាបរិះដែលទូស្រីរបស់យើងគាត់នឹងត្រៀមរៀបការជាមួយប៉ុន្តែគេក្បត់គាត់ហើយអ្នកនរគ្នាទូស្រីយើងក៏មកផ្ទះកាភ្លៀងផាំងណាដែលលោកបានក្បត់បំផ្លាញទឹកចិត្តរបស់ខ្ញុំនេះហើយស្រីដែលលោកក្បត់នោះមិនមែនអ្នកណាមកពីណាឆ្ងាយទេគឺជាប្អូនចុងរបស់ខ្ញុំខ្លួនឯងប្អូនស្រីខ្ញុំដែលខ្លួនឯងចឹងហើយទូស្រីយើងខឹងខ្លាំងហើយក្នុងនោះក៏មានវត្តមានរបស់នាងចៅស៊ីនដែរអ្នកនរគ្នានាងចៅស៊ីននេះណាក៏គេមកសើចចំអកឲ្យទូស្រីយើងដែរដោយសារអីមនុស្សគ្រប់គ្នាគឺតែងតែចំណែនជាមួយនឹងទូស្រីចំណែនមនុស្សដែលកើតមកគឺមានមនុស្សតាមស្រឡាញ់ច្រើនល្អច្រើនគេតាមវាយទូស្រីយើងទូស្រីរឿងរត់ចូលក្នុងបកុនក៏ជួបគ្នាជាមួយទូប្រុសហើយនឹងជំនួយការគាត់កំពុងជូណូមពេលហ្នឹងហើយអ្នកនរគ្នាទូប្រុសយើងគាត់ក៏បានជួយសង្គ្រោះទូស្រីយើងពីក្នុងបកុនមិនក្នុងបកុននេះដល់ក្នុងបន្ទប់ទឹកចេញពីក្នុងបកុនវាហួសហេតុពេកណាដល់ពេលហើយក៏ជួយសង្គ្រោះមកអ្នកទូស្រីរបស់យើងគាត់ក៏ឆ្លោះគ្នាមួយពួកនឹងប្រៅចឹងទៅហើយដល់ហើយចឹងទៅអ្នកនរគ្នាគាត់ក៏ផឹកស្រាគាត់ស្វឹងចឹងណាពេលដែលស្វឹងហើយគាត់ចាប់ផ្ដើមបែកឆ្វេងហើយទូប្រុសរបស់យើងមិនដឹងជានិស័យអីទេគាត់ឃើញទូស្រីភ្លាមគាត់មានអារម្មណ៍ថាមាននិស័យជាមួយស្រីម្នាក់ហ្នឹងប្រហែលហ្មងហើយទូស្រីរបស់យើងអ្នកនរគ្នាឡើងលើឡានគេទៅរំខានគេស្វឹងរួចហើយអ្នកនរគ្នាអាស្វឹងខ្លួនឯងមធ្យមងុំគឺបបូលគេហ្នឹងដើម្បីទៅដាំបបរទៀតអ្នកនរគ្នាពេលហ្នឹងទូប្រុសគាត់ថាចេះគាត់ជួយចិត្តញ៉ាំបបរគាត់ជួយចិត្តញ៉ាំបាយរៀងក្តៅរឹងអីចឹងណាដាក់ទៅឆ្ងាញ់ជាប់ចិត្តជាមួយត្រីងៀតអីហ្នឹងលីហាលចឹងទៅទូស្រីរបស់យើងអ្នកនរគ្នាគាត់នៅតែអូសទាញទូប្រុសម្ដងហើយម្ដងទៀតទាំងទូប្រុសរបស់យើងបានបដិសេធគាត់ក៏បានឲ្យទូស្រីយើងផ្តិតមេដាយលើការសម្បត្តិអាពាហ៍ពិពាហ៍គាត់ហើយបានគាត់ដេកជាមួយទូស្រីរបស់យើងអ្នកនរគ្នាស្វឹងបាត់បង់សតិអញ្ចឹងហើយគាត់ក៏ផ្តិតមេដាយផ្តិតអីសັບគ្រប់ហើយតែទាញខ្សែក្រវ៉ាត់គេឲ្យខាងនោះប្រហើបឲ្យបើទាញខ្សែក្រវ៉ាត់ទៀតណាសាហាវណាក្រោកឡើងចេះឆ្ងល់មានរឿងអីកាត់ឡើងចេះចឹងខាងប្រុសគេក៏បានយកខោអាវមកឲ្យណែស្លៀកពាក់ខោអាវទៅហើយចាំចុះទៅក្រោមដើម្បីនិយាយគ្នាទូស្រីរបស់យើងគាត់ចុះមកខាងក្រោមក៏សួរថាមានរឿងអីកាត់ឡើងទូប្រុសថានាងអត់ចាំខ្លួនឯងទេថាយប់មិញមានរឿងអីកាត់ឡើងទូស្រីរបស់យើងគាត់ក៏ស្រឡាំងកាំងដែរអ្នកនរគ្នាគាត់មិនដឹងថាមានរឿងអីកាត់ឡើងសម្រាប់ជីវិតគាត់ទេវាមានអារម្មណ៍ថាដូចជាផែផាលហេហាងខ្លាំងមែនតើណាដល់តែពេលហើយអញ្ចឹងទៅអ្នកនរគ្នាពេលហ្នឹងហើយគឺទូប្រុសយើងគាត់បានបង្ហាញផុសតាមផ្សេងសម្បីតែស្នាមដែលទូស្រីរបស់យើងបានខំគាត់មកជាប់គ្រប់កន្លែងគ្រប់អីទាំងអស់អ្នកនរគ្នាណាគឺចង់និយាយថាឃើញសັບឃើញគ្រប់អ្នកនរគ្នាពេលហ្នឹងហើយគឺតួស្រីរបស់យើងគាត់អត់ហ៊ានប្រកែកជាមួយគេទេព្រោះគាត់ពិតជាបានធ្វើខុសពិតមែនណាដល់ពេលគាត់បានធ្វើខុសពិតមែនអញ្ចឹងទៅគាត់ក៏ព្រមតាមលក្ខខណ្ឌរបស់គេរៀបការរៀបអីអញ្ចឹងទៅដល់ពេលដែលព្រមរៀបការរៀបអីហើយអញ្ចឹងទៅអ្នកនរគ្នាក៏ស្រាប់តែតួស្រីរបស់យើងនេះណាគាត់ក៏បានទៅផ្ទះវិញដើម្បីរើខោអាវពេលនោះនាងនីងចានៅម្ដាយរបស់គេនេះគឺកំពុងតែសប្បាយចិត្តដោយសារអីគេបានបំបាក់តួស្រីយើងបានសម្រេចហើយជាមួយនឹងអាសង្សារតួស្រីហ្នឹងដល់ពេលបំបាក់គេបានសម្រេចហើយគេសង្ឃឹមថាអូគេនឹងបានគ្នាអញ្ចឹងទៅណាតួស្រីរបស់យើងគាត់ក៏សម្រេចចិត្តរើចេញទៅពីព្រោះអីអ្នកនរគ្នាឪពុករបស់គាត់ក៏មិនបានទៅស្រឡាញ់ចូលចិត្តគាត់ស្មើនឹងស្រីដតីកូនស្រីក្រោយគេដែរអញ្ចឹងតួស្រីយើងគាត់ក៏សម្រេចចិត្តចាក់ចេញហើយគាត់ថាទោះបីជាគាត់ចាក់ចេញអ្វីក៏ដោយឲ្យតែជារបស់ឪពុកគាត់សំទោសរបស់ម្ដាយគាត់នឹងតារាមយកមកវិញទាំងអស់ជាពិសេសក្រុមហ៊ុនអីផ្សេងដែលឪពុករបស់គាត់រួមជាមួយនឹងគ្រួសាររបស់គាត់ដែលកំពុងតារាមទៅអ្នកនរគ្នាបានន័យថាគេកំពុងតារាមរបស់គាត់ទៅអញ្ចឹងគាត់ក៏ព្យាយាមតារាមយកអ្វីដែលជារបស់គាត់ត្រឡប់មកវិញទាំងអស់ហើយទូស្រីរបស់យើងចាប់តាំងពីស្គាល់ទូប្រុសរបស់យើងគាត់គឺជា Queen ជាម្ចាស់មហាក្សត្រយានីមិនមែនជាម្ចាស់ស្ត្រីណាជាមហាក្សត្រយានីអញ្ចឹងវាធំជាងព្រះអង្គទៅទៀតណាទូប្រុសរបស់យើងងាប់ហើយណាគឺអត់ឲ្យទូស្រីយើងខកចិត្តទេហើយក្នុងនោះទូស្រីយើងគាត់មកជួបគូតដឹងគាត់ដើម្បីដណ្ដើមយកទូនាទីជាប្រធានបើមិនអញ្ចឹងទេគឺគាត់លើកលែងទៅឲ្យទេដោយសារអីគេក្បត់គាត់ហើយគាត់នឹងប្តឹងគាត់នឹងអីអញ្ចឹងទៅដល់ហើយអ្នកនរគ្នានាងនីងយ៉ាវគេគិតថាថ្ងៃនេះគេមកហ្នឹងគឺដើម្បីបានតំណែងជាប្រធាននឹងឯងគេមានមោទនភាពគេមានជំនឿចិត្តគេជឿជាក់របស់គេ 100% ហើយប៉ុន្តែដល់អញ្ចឹងទៅអ្នកនរគ្នាចឹងនិយាយថាដល់ពេលគេជឿជាក់ 100% ហើយចឹងណាដល់ពេលមកដល់អត់បានអីទាំងអស់អ្នកនរគ្នាដោយសារតំណែងទាំងអស់ហ្នឹងគឺធ្លាក់នៅក្នុងដៃរបស់ទូស្រីហើយវាស្មានមិនដល់ទេវាថាម៉េចបានទូស្រីយើងធ្វើបានដោយវិធីណាទៅគុំឆ្ងល់ផែនការរបស់ទូស្រីនឹងល្អិតដែរឥឡូវនេះអ្នកនរគ្នាគឺគាត់ត្រូវទៅចូលរួមកម្មវិធីជាមួយនឹងទូប្រុសរបស់យើងអញ្ចឹងហើយអ្នកនរគ្នាដូចថាទូប្រុសរបស់យើងគាត់ក៏បានឲ្យលុយទូស្រីរបស់យើងទៅទិញសម្លៀកបំពាក់
nơi ở vậy để tu sấy để bao dương chọn bàn tinh tới chọn bàn ấy tinh năng tới hay lùi nó cứ chai ở đây cầm nọt tin này đọc nè mình men lùi thòm ở đây thế nó cứ chai ở đây cầm nọt tu sấy để bao dương để đọc nè ơi á phần năng cứ khai chỉ mình chắc ở mà hắc sắt giả đi bật men lùi chai đây cầm nọt bên tinh nhá còn khơi slip bẹ lôi phần năng sát phần năng nó kia thưa ao quạt ban nên đọc nè mình lên sao chứ nè rồi ao quạt khlang mền tên phần tay tu sấy để bao dương có chơi mọt chụp chụp mình nương chơi xin nương pro để bao viên nè mối pro ní cứ mối năng cứ mà được giáp đai này đọc nè ban này tha vía chia mà nó đại cho chất tao xây nè miền tao xây si vì miền cần nứt luôn ai phẩm an thế này đó kia hỡi pe nó cứ ăn đất song xa rồi bắt tu xây cả tới niên ở ninja cả tới chân khăn ông pe về liền nó cứ propi bảy nè đằng hết chùm núi ca rồi bắt tu pro cả ban từ ca pi tu xây dựng đài đập pe chùm núi ca rồi bắt tu pro từ ca pi chân tới ban mày đẹp nè khai ẩm ná cho rồi bắt tu xây bỏ dừng buổi tu xây dựng mày mình lên sao chứ này đó khi mày mình nữa là mồm rồi cả ngon cái này đọc niệm nước xây dựng tu xây dựng cứ mình nước chăn na mong hay mình chăn na thòm đa đây chăn na khăng cái này đó cái này nó cứ quạt ở chỗ chất nơi cao này nè hay tại chỗ rung cam vị thi tàng mù này đó cái này đang sạp ấy tha tu xây được bao giờ nó cứ quạt tới nó cứ từ chu chùm với nó mà đai thò được bao con mà đai thò được bao con nó cứ chìm mật phe được bao mà đai được bao con đang ai này đó cái này hay quạt ban sờ lạnh tu xây khăng na hay ca để con mau cam vị thi thằng ngày nắng ấy nè na cả trong chụp quạt đai để sao ấy cứ chia nẹm miên ná nẹm miên trộm bàn tay đập pe mà đo nó ca bạc ca tay tăng côn xây được bao côn bóng vì mẹ chỉ tu xây từ thua áo quạt nó cứ quạt prom vì này vô được quạt ca chui ở vậy chẳng ba mình mẹ chỉ tu xây được bao dương vậy tới cứ tu xây được bao dương nó cứ sầm khan không năng hay đọc bên chân tới mình nẹm miên hiên mũi tu xây dương tỷ khai nhà đọc này khai bắt bóng cột bài giang để xa tu xây được bao dương cứ chim mà được để ở cha khlang hỡi mà đại thọ bảo con có ban giấy cả than trẻ mi được ấy tập prap mẹ nó cồn công bản đói ở kia thưa ba cồn ba này sao hay đặt tập bên ninh giai này đó cái ban trâm tâm mà chẩn nán tu xây bao nhiêu nữa anh cứ chẩn nán lên môi ai khăng khăng chẩn nán hay đặt tập bên chẩn nán hai chân tay này đó cái dây ní có quạt mình khoa đã hai bộ nó cứ miên cầm đất thưa ba tu xây bao nhiêu ai song xa để bảo chơi xin này đó cái ở trong song xa để bảo chơi xin đó nghe cứ bằng cát bành há lơ tu xây bao nhiêu viết đã năm đang thảo viết đã bài na tế trong vậy tha vì từ chỉ quạt nữa nghe tôn đai tôn chương thì lên trên hai việc bắt băng ở sạch tệ chỉ luôn ai ở lấy hai cây có ô cho tập ban sầm rạch chẳng từ tu xây được bao nhiêu quạt chi diêm rơ bẩm ra quạt chi diêm ấy đá bàn tay đôi thay ca rơ bẩm ra nó cứ ở ban sầm rạch trên này đó khi ở đây xa ấy ở thì pol nam đang khlang pe từ phơi quạt sập lấp bắt mọt bắt co chẳng từ cái pe để quạt sập lấp bắt mọt bắt co chẳng hai nữa vì có ban ô tu xây dương máu đầm bậy nè bàn tay này đó khi tha ban sầm rạch ở mất ti mà fan ban sầm rạch đưa mình bán admin thạt ban tê pro tu pro dương cứ chỉ mình được sát đá quạtกับบ้านสตูสตีมันนี่รถมาช่วยปะปนบอกquạtพลิ้มกว่าแท้เพื่อไอ้กับเพื่อเต้ตายกับมอยป้าป้อมมนุษย์ไรแต่กอดสลันบ่เฮียนป้ามนุษย์ไรแต่กอดสลันสมัยนั้นเหมือนนึงอัสกอลทับพนมไทยซานกับปูนายเยอะให้ได้ให้เดี๋ยวดอกนี้ข้างประเดี๋ยวนี้เกี่ยวกับบ้านน้อมตูไรเยอะมาเตี้ยวิ่งพลิ้มปวดเลยกอดคือจะประเดี๋ยวปนสลับจะบับจมูกขี้มาดอกเตี้ยให้กระทานเจกอดถ้าอัดเก่งจิ๋มในเลือมนุษย์ไรสลับไปได้มนุษย์ไรขี้เป็นสเตะแบบนางตีกอดจะบ้านล้อหมองได้เพื่อตูไรบ่เยอะก็โยนทานเจนั่งไงคือจีสพิบรอนั่งไงคือจิบรอปึ๊ดกอดกับรอบ้านเคยมนุษย์โปรได้โปเป็นแต่การแต่ทัวเขาเติมแบบนั่งแน่กอดกับรอบันเคยนะเนี่ยดอกนี่ให้ดับไปเคยจังให้กอดมีอารมณ์ฮะกอดกระปงตะลงสลายเกยไอ้กอดกระปงตะสลายเกยได้เหมือนดังคล้วนจังนะไอ้ตัวปลอบยืงไว้เนี่ยดอกนี่คือจิ้มเหมือนได้สระสายจมูกเหมือนสไลด์บัดนี้ท่าเหมือนสไลด์กรุบรูปกอดสัตว์สระสายจมูกเนี่ยดอกนี้กอดสระสายคือมีนปรมได้แบบกอดบัดนี้ท่าเหมือนได้สไลด์ได้กอดสระสายจมูกตัวตาจีบปนแบบกอดให้ได้ให้จังไตเนี่ยดอกนี้มาได้จำมาได้ทอดแบบตัวสไลด์นั่งกอดกับอันปะกอลสายกอมวยมาตัวสไลด์กับแทนนี้คือจิตสนะได้ดีไซน์มวยเราบอกมาได้ตูสไลตั้งอ้อนนู้วิเมียนมากูจังให้กอดปกเอาตูสไลบอกยังวิ่งโยตกเรือซาตกเตอร์วีจะเกมหมดดอกเราบอกมาได้เจสนาได้เราบอกมาได้ตูสไลยังกอดดังทำมวยติดหนึ่งแหน่ตามปิดมวยติดคือหนึ่งตูโปรบอกยังเนี่ยดอกนี้ให้กลุ่มช่างเอาได้ซาตูโปรนั่งมาได้ตูสไลทรอปสกอร์นี้ให้กอดทรอปเอาสายกอนั่งก็แท้ปะตองใส่กอนั้นก็ท่ามวยเตี้ยคือจีบบอกโกนใส่กอดบัสันแต่บานจุกนี้เอาเมื่อไทยตอมโกนกอดผ่องบ้านที่ไทยโดยจิกาชอบปีชอบสมได้จังเลยในตู้โปรยังกอดบานเคยกอดบานดังให้ตาตู้ใส่ยังเป็นเจี๊ยกูแต่ดังบอกกอดแมนโดยจิกาเกิดบอกกอดมันคอแมนจังให้กอดกับบานเคยท่ากอดเถิดแต่เมื่อไทยตอมตู้ใส่บอกยังบานเราบ่มพอดไปโปรไอ้เนี่ยดอกนี้โปรมาได้แต่ว่าตู้ใส่นั่นคือทลอบบานจุยสังครูจีบตัวโปรกรุบยางวิบชอบเมาจีมวยดังก้น
ស្នេហាភ្ជាប់ជាមួយនឹងគុណស្រ័យហើយឥឡូវនេះដល់គ្នាដឹងមកទេទូប្រុសរបស់យើងគាត់ក៏សងសឹកឲ្យទូស្រីយើងសម្រាប់បុគ្គលណាដែលបានប៉ះពាល់ប្រពន្ធរបស់គាត់ជាពិសេសគឺអាមួយសង្សាររបស់នាងចៅស៊ីននឹងឯងហើយឪពុករបស់ទូស្រីរួមជាមួយនឹងម្ដាយចុងទូស្រីនោះគឺចើចេញចរិតមកវអេហ្មងអ្នកនរគ្នាគឺដោយសារគេខំប្រឹងសារភាពប្រាប់ហើយតែម្នាក់ដូចជាមិនទទួលស្គាល់ទោសកំហុសរបស់ខ្លួនឯងទេហើយនៅតែគិតថាខ្លួនឯងមិនខុសមិនបានធ្វើអ្វីទាំងអស់អញ្ចឹងហើយអ្នកនរគ្នាគឺទូប្រុសទូស្រីយើងគាត់ក៏ដាក់ទណ្ឌកម្មហើយគាត់ក៏ចេញមកថ្ងៃក្រោយកុំឲ្យប៉ិនវអេពេកដល់ហើយអញ្ចឹងទៅអ្នកនរគ្នាទូស្រីរបស់យើងគាត់ក៏មកធ្វើការធម្មតាព្រោះតំណែងគាត់ធំទូនាទីគាត់ធំដែរនៅក្នុងក្រុមហ៊ុនហ្នឹងហើយសម្រាប់មនុស្សនៅក្នុងក្រុមហ៊ុនហ្នឹងគឺភាគច្រើនគេប្រឆាំងមួយទូស្រីគេអត់ស្របជាមួយគេឯកភាពជាមួយឯងអ្នកនរគ្នាមិនឆ្ងល់ទេហេតុអីមិនករណីនឹងកើតឡើងវាសិតតែជាការចំណែនឈ្នានីគ្នាទាំងអស់ហ្នឹងវាមិនមែនជារឿងការពេញចិត្តឬក្តីស្រឡាញ់អីទេតែវាគឺជាការចំណែនឈ្នានីគ្រប់យ៉ាងដែលជាការចំណែនឈ្នានីគឺវាតែងតែមានរឿងនឹងកើតឡើងហើយទូស្រីរបស់យើងគឺជាមុខព្រួញសំខាន់សម្រាប់ស្រីគ្រប់រូបដើម្បីមកជ្រៀតជ្រែកមកឈ្នានីដោយសារសម្រស់ភាពឥតខ្ចោះនិងភាពឆ្លាតវៃរបស់គាត់ចឹងអ្នកនរគ្នាចង់ឲ្យគេស្រឡាញ់យើងពេញចិត្តយើងច្រើនគេចំណែនយើងច្រើនយើងត្រូវតែជាមនុស្សស្រីដែលស្អាតឥតខ្ចោះហើយជាមនុស្សស្រីដែលមានរបៀបនិងអត្តចរិតល្អបំផុតដោយទូស្រីរបស់យើងអញ្ចឹងអ្នកនរគ្នាគឺមហាជោគជ័យហើយបានន័យថាគាត់មានបរិះល្អម្នាក់នៅពីក្រោយខ្នងមិនមែនដោយសារតែជាការភ្ជាប់ពាក្យសម្ដីពីចាស់ទុំទេប៉ុន្តែដោយសារពីទូស្រីយើងគឺមានភាពល្អហើយរាល់ការជួបអតិថិជនរបស់ទូស្រីគឺទូស្រីយើងជោគជ័យរហូតហើយកុំឆ្ងល់តែហេតុអីសុកជោគជ័យណាមិនមែនដោយសារទូស្រីយើងមានសមត្ថភាពមួយមុខតែមួយមុខទេគឺមានទូប្រុសយើងជួយពីក្រោយខ្នងរហូតអញ្ចឹងអ្នកនរគ្នាទូប្រុសរបស់យើងគាត់បាននិយាយជាមួយទូស្រីអញ្ចឹងគាត់ថាគ្រប់យ៉ាងគឺគាត់ធ្វើសម្រាប់ប្រពន្ធរបស់គាត់មនុស្សស្រីដែលគាត់ស្រឡាញ់អញ្ចឹងទៅទូស្រីយើងក៏មានអារម្មណ៍ថាអើយល្អដែរណាមានប្តីមិនដូច fan និង admin អត់មានណាយកដល់ហើយអ្នកនរគ្នាដឹងមិនទេទូស្រីរបស់យើងគាត់ក៏គិតសំចិត្តសញ្ជឹងបន្តទៀតចឹងទៅទី1គឺការងារនឹងគ្រូសាហើយរវិធីសាស្ត្រសងសឹកក៏រកវិធីសាស្ត្រសងសឹកឪពុកឲ្យម្ដាយរបស់គាត់អ្នកនរគ្នាហើយឥឡូវនេះគឺគាត់កំពុងតែនិយាយដើមទូប្រុសប្រាប់មិត្តភ័ក្តិរបស់គាត់ដល់ទៅពេលនិយាយចុះនិយាយឡើងអ្នកនរគ្នាជារឿងស្មានមកដល់ខាងប្រុសនឹងក៏ចូលនៅក្នុងកាមេរ៉ាណាមិត្តភ័ក្តិក៏បានឃើញនៅទូស្រីថាចូលមកពីអង្កលចូលមកយូរឯតាចូលមកចាប់តាំងពីទូស្រីរបស់យើងកំពុងតែជជែកជាមួយមិត្តភ័ក្តិទូស្រីណាចង់ធ្វើស្អីនឹងខ្ញុំងួយគេងហើយកុំមករំខានខ្ញុំទូប្រុសថាគាត់គេងដែរអញ្ចឹងណាប្រពន្ធនៅណាគេងនៅហ្នឹងដល់ហើយអញ្ចឹងទៅអត់បានអីទេអ្នកនរគ្នាអត់មានកាត់ចោលបាត់ហើយកន្លែងហ្នឹងឥឡូវនេះបុគ្គលិកថ្មីអ្នកនរគ្នានាងវ៉ាន់នាងវ៉ាន់នេះណាអ្នកនរគ្នាជានាងវ័យឈ្មោះគេអីវ័យទេជាបុគ្គលិកថ្មីនៅហ្នឹងហើយបុគ្គលិកថ្មីនៅហ្នឹងអ្នកនរគ្នាមកគឺជាតារាសម្ដែងក្នុងនាមជាតារាសម្ដែងហើយវ័យយន់អ្នកនរគ្នាវ័យយន់ជាតារាសម្ដែងពេលមកដល់គឺធ្វើឲ្យមនុស្សគ្រប់គ្នាដែលហ្នឹងរៀងពេញចិត្តនឹងនាងដែរធ្វើឲ្យនាងស្អីគេនាងនីងយ៉ាវដែលជាប្អូនរបស់ទូស្រីហ្នឹងគេមកកាត់សង្វាក់ភ្លាមគេអត់ទទួលយកសមត្ថភាពរបស់នាងវ័យយន់ទេមនុស្សដែលទូស្រីយើងនាំមកគឺវាអត់ពេញចិត្តទេវាតែងតែប្រឆាំងចឹងហើយគេក៏បាននិយាយថាមុខហ្នឹងរៀងហ្នឹងនាងមិនស័ក្តិសមធ្វើជាតារានៅក្នុងក្រុមហ៊ុនហ្នឹងទេទូស្រីថាចុះអ្នកណាស័ក្តិសមអ្នកណាមានសមត្ថភាពជានាងអូខេបើសិនជានាងសាកល្បងសម្ដែងឲ្យខ្ញុំមើលទៅពេលហ្នឹងអ្នកនរគ្នាចាប់ផ្ដើមសមសម្ដែងពេលសមសម្ដែងទូស្រីយើងទះកាភ្លៀងនាងនីងយ៉ាផាំងផាច់ផ្លាប់ដាក់នៅនឹងកន្លែងមកហើយចុងក្រោយអ្នកនរគ្នាដឹងមិនទេទូស្រីយើងគាត់មិនមែនគ្រាន់តែសម្ដែងទេទូស្រីរបស់យើងគឺពមៀនសម្រាប់មនុស្សស្រីមិនគួរដៀលមនុស្សស្រីដូចគ្នាទេដល់រាប់ណាមនុស្សស្រីម្នាក់នោះមិនមានកំហុសអ្វីទោះបីជាមានកំហុសមនុស្សដែលគេមានការយល់ដឹងគេអាចដែលដៀលប្រមាថគ្នាគេនឹងជជែកជាមួយគ្នាដោយវិធីសមរម្យបំផុតដើម្បីរក្សាកិត្តិយសនិងការឲ្យតម្លៃគ្នាពេលហ្នឹងអ្នកនរគ្នានាងនីងយ៉ាត្រូវបានទូស្រីយើងទះផងដៀលផងទះផងដៀលផងដល់តែពេលសួរថារវាងនីងយ៉ានិងទូស្រីអ្នកណាសម្ដែងសមជាងចាញ់ទូស្រីយើងហើយអ្នកនរគ្នាទូស្រីយើងពិតជាសម្ដែងសំពិតមែនពេលហ្នឹងហើយនាងនីងយ៉ាវនេះណាវាក៏ខឹងខ្លាំងមែនតើវាក៏បានតាក់ទងទៅអតីតសង្សាររបស់នាងស៊ីនជើស៊ីនឲ្យចាប់រំលោភមិត្តភក្តិរបស់ទូស្រីអ្វីយន់នឹងឯងហើយទូស្រីយើងមកដល់ផ្ទះវិញអ្នកនរគ្នាណាផឹកសវឹងដោយសារគាត់ឈ្នះគេផឹកសវឹងមកដល់ផ្ទះភ្លាមអុកឡុកដាក់ប្តីញាក់ដាក់ប្តីចឹងទៅហើយខាងប្តីនឹងគេប៉ិនសបាយប៉ិនញឹមឲ្យតែប្រពន្ធគេសបាយអ្នកនរគ្នាគេមិនសូវវែងឆ្ងាយទេគេជាមនុស្សដែលជួយចិត្តឲ្យមនុស្សដែលខ្លួនស្រឡាញ់នឹងរីករាយឥឡូវនេះអ្នកនរគ្នាបាត់ដំណឹងវ័យយន់ដែលជាតារាថ្មីរបស់គាត់មានអារម្មណ៍ថាដូចបាត់ដំណឹងសូន្យដូចជាមានបញ្ហាអីប្លែកហាក់ដូចជាគាត់ត្រូវបានគេធ្វើបាបចឹងណាហើយទូស្រីរបស់យើងនឹងគាត់កំពុងឆ្ងល់ហើយគាត់ក៏បាន
ឲ្យគេនឹងតាមដានមនុស្សរបស់គាត់ហើយនេះនាងសេគេអ្នកនរគ្នានាងនីញ៉ាអ្នកនរគ្នាទោះបីជាវាខ្លុំបេខ្លួនបណ្ណាក៏ដោយប៉ុន្តែនាងចៅស៊ីនដែរគ្នាគេពីរនាក់ហ្នឹងគឺកំពូលមហារឿងច្រើនហើយណាហើយឆ្លោះគ្នាមួយទូស្រីយើងរហូតការធ្វើសន្និសិទកសែតណាតើតើនឹងបញ្ហាស្អុយរលួយរបស់ខ្លួនឯងនេះណាគឺគេចង់ទម្លាក់កំហុសមកលើក្រុមហ៊ុនមកលើទូស្រីប៉ុន្តែទូស្រីរបស់យើងមានផុសតាងទាំងអស់ថាពួកនឹងគឺជាឃាតករជាអ្នកបង្កើតរឿងខុសច្បាប់និងបង្កើតភាពចលាចលធ្វើឲ្យមនុស្សគ្រប់គ្នាគេមានបញ្ហាដោយសារខ្លួនគាត់មានផុសតាងគាត់មានគ្រប់បែបយ៉ាងបញ្ជាក់ឲ្យឃើញថាគាត់គ្មានកំហុសហើយស្រីពីរនាក់ហ្នឹងគឺមានកំហុសទីបំផុតអ្នកនរគ្នាត្រូវបានគេចាប់យកទៅឈឹងហ្មងហើយទូប្រុសយើងក៏តាមដានមើលយើងក៏ថាបើមើលប្រពន្ធគាត់អាចធ្វើអីបានប្រពន្ធគាត់មានសមត្ថភាពអីដល់ពេលមើលទៅអ្នកនរគ្នាឃើញថាប្រពន្ធគាត់ខ្លាំងរហូតដល់ថ្នាក់មិនចាំបាច់មានមុខគាត់ចូលទៅជួយក៏គ្រប់យ៉ាងអាចដំណើរការទៅបានរលូនដែរនាងនីញ៉ាអ្នកនរគ្នាគេក៏បានមករកសង្សារគេនឹងឲ្យជួយអញ្ចឹងប៉ុន្តែអាខាងនេះវាអាចជួយទេអ្នកនរគ្នាអើយណាកុំសង្ឃឹមលើមនុស្សប្រុសច្រើនពេកហើយវាកំពុងតែមានផ្ទៃពោះទៀតដល់ពេលទូស្រីរបស់យើងអ្នកនរគ្នាទូប្រុសរបស់យើងគេថាអញ្ចឹងយប់នេះសុំវក់មួយហើយតែទូស្រីក៏ដោយគ្មានអារម្មណ៍វក់ទេពីព្រោះអីគឺគាត់នៅមិនទាន់ដោះស្រាយការសងសឹករបស់គាត់បានសម្រេចទូប្រុសថាគ្រាន់តែរឿងប៉ុណ្្នឹងមិនពិបាកទេណាឲ្យតែបានវក់គឺគ្រប់បែបយ៉ាងគឺចប់ដល់ហើយអញ្ចឹងទៅអ្នកនរគ្នាទូស្រីរបស់យើងណាគឺគាត់ក៏បានមកនឹងឃើញថាដោយថាការងាររបស់គាត់វាទៅមុខចឹងទៅហើយវ័យយន់នេះក៏ត្រូវបានអាសង្សាររបស់នាងចៅស៊ីននេះមកបង្ខំគេបង្ខំនាងនីញ៉ានេះបង្ខំឲ្យគ្នាមកនេះដល់ពេលគ្នាមកត្រូវបានអានេះដាក់ថ្នាំរំលោភគ្នាប្រជុំងុំថតវីដេអូទុកគម្រាមគ្នាទៀតហើយគ្នាជាក្មេងស្រីដែលទៅបឋមអ្នកនរគ្នាជួបព្រឹត្តិការណ៍បែបហ្នឹងគ្នាមិនខូចចិត្តហើយគ្នាក៏ដាច់ចិត្តសម្លាប់ខ្លួនចឹងទៅណាអាដៃសម្លាប់ខ្លួនលោតពីលើអាគារទូស្រីយើងបារម្ភពេកគាត់ក៏បានទៅក៏ថាអញ្ចឹងគុំសម្លាប់ខ្លួនមនុស្សស្រីយើងមានឱកាសច្រើនដើម្បីដោះស្រាយបញ្ហាគុំជ្រើសរើសយកការស្លាប់តែទីបំផុតនាងនៅតែជ្រើសរើសយកការស្លាប់ទូស្រីយើងខឹងខ្លាំងមែនតើអាណាមួយធ្វើបាបមនុស្សរបស់គាត់ចឹងហើយទូប្រុសថាគុំបារម្ភអីគាត់មិនឲ្យមនុស្សនឹងរួចខ្លួនទេទូស្រីយើងក៏ចាប់អាមួយនឹងយកមកតែម្ដងសួរតែហេតុអីវាធ្វើអញ្ចឹងអ្នកនរគ្នាវាឆ្លើយវាអត់សារភាពថាអ្នកណាបានបញ្ជាវាពីក្រោយខ្នងទេនៅពេលដែលទូប្រុសរបស់យើងវាយដំច្រាំធាក់វាឲ្យបានប្រាប់ថាវ័យយន់ស្លាប់បាត់ហើយដោយសារតែអំពើថាស្មោកគ្រោករបស់ឯងពេលនោះហើយទូស្រីទូប្រុសយើងក៏ចាប់វាយកមកកន្លែងដែលវ័យយន់ស្លាប់នឹងឯងពេលហ្នឹងអ្នកនរគ្នាវាក៏មានវិបដិសេរីដែរវាគិតថាចេះគ្រាន់តែការដេកជាមួយគ្នាវាមិនអាចធ្វើឲ្យមនុស្សដេកដល់ថ្នាក់ហ្នឹងទេប៉ុន្តែវាគិតខុសហើយអ្នកនរគ្នាមនុស្សដែលគេស្រឡាញ់ខ្លួនស្ងួនចំណីរាងកាយបរិសុទ្ធរបស់គេមានតម្លៃណាស់សម្រាប់មនុស្សដែលគេស្រឡាញ់មិនមែនសម្រាប់ឲ្យអ្នកណាមកចែកគ្នារំលោភធូរអញ្ចឹងទេដល់ពេលហើយអញ្ចឹងទៅអ្នកនរគ្នាក្រោយពេលសងសឹកជាមួយមួយនឹងហើយមិនដឹងរឿងអ្នកនៅពីក្រោយខ្នងมันមានច្រើនទេអ្នកនៅពីក្រោយខ្នងមានតែបងមនាងចៅស៊ីនទេនាងនីញ៉ានឹងឯងទូស្រីយើងមករនាងនីញ៉ាហ្មងអ្នកនរគ្នាចាប់បាច់កវាយវាឡើងរហូតដល់វាលូតកូនដល់ពេលវាលូតកូនអញ្ចឹងអ្នកនរគ្នាយាយនេះគេបានដៃនឹងហ្មងដោយគេថាកំហុសគ្រប់យ៉ាងហ្នឹងគឺមកពីអាសង្សារចាស់ទូស្រីនេះឯងអញ្ចឹងហើយគេឲ្យខាងនោះជាអ្នកទទួលខុសត្រូវលើបញ្ហាកូនស្រីរបស់គេរលូតកូនគេទីមទីឲ្យសងសំណងសងស្អីស្អីផ្ទេភាគហ៊ុនទីអីបើមិនចឹងទេគេប្តឹងចឹងពីព្រោះធ្វើឲ្យកូនគេមិនអាចមានកូនម្ដងទៀតបានទេដល់ហើយអ្នកនរគ្នាមនុស្សប្រុសត្បូងគេអាណិតគេចង់ជួយសង្គ្រោះនៅពេលដម៉ែនឹងកូនទៅគម្រាមទ្រព្យសម្បត្តិគេលើវាហួសហេតុពេកគេលែងអាណិតអ្នកនរគ្នាហើយនេះណាចាត់ការទាំងម៉ែទាំងកូនដាក់ឡើងក្តៅហ្មងហើយដល់ហើយអ្នកនរគ្នាទូប្រុសរបស់យើងគាត់ក៏តាមស៊ើបរឿងក្តីនឹងដែរអញ្ចឹងគាត់មើលឃើញថាពួកនេះទុកលែងបានហើយដោយសារអីបង្កបញ្ហាធ្វើឲ្យមនុស្សជាច្រើនរងរបួសផ្លូវចិត្តផ្លូវអីជាមួយអញ្ចឹងណាទូប្រុសជាងថាដល់វេនដែលចាត់ការពួកនឹងឲ្យទៅជាវអេហើយម្ដាយធររបស់ទូស្រីរបស់យើងនឹងគាត់ក៏បានចូលមកបកអាក្រាតដែរនាងម្ដាយចង់ណែឯងគឺជាឃាតករសម្រាប់ម្ដាយរបស់ទូស្រីអញ្ចឹងអ្នកនរគ្នានៅពេលដែលផោះតាងសាកសីគ្រប់គ្នាត្រូវបានលាតត្រដាងក្នុងពេលតែមួយធ្វើឲ្យម្ដាយរបស់នាងនីញ៉ានិងនាងនីញ៉ានេះត្រូវប្រឈមមុខនឹងការជាប់គុកជាប់ច្រវាក់អ្នកនរគ្នាហើយដល់ហើយអញ្ចឹងទៅវាក៏រើបំរាស់មកចាក់ទូប្រុសយើងត្រូវមកក្បត់ប៉ុន្តែមិនធ្វើឲ្យទូប្រុសយើងរបួសធ្ងន់ទេហើយពួកនឹងក៏ជាប់គុកអញ្ចឹងទៅទូស្រីទូប្រុសយើងក៏ថាចាក់មួយដើម្បីជាថ្មសាកថ្មជីវិតចាក់ចាប់សាប់គ្រប់ខាងប្រុសនឹងគេសុំទូស្រីរៀបការទូស្រីយើងក៏ព្រមក្រោយមកអ្នកនរគ្នាក៏បានបំពាក់ចិញ្ចៀនហើយអ្នកទាំងពីរក៏ដូចថាខ្លាចជាប្តីប្រពន្ធពេញច្បាប់អញ្ចឹងណាមានអេតាស៊ីវិលគ្រប់គ្រាន់ហើយប៉ុន្តែនៅអាការពាក់ចិញ្ចៀនមួយទៀតអញ្ចឹងទៅ